បាទជំរាបសួរប្រិយមិត្តជាទីមេត្រីថ្ងៃនេះខ្ញុំបានមានប្រធានបទចំនួន3ទាក់ទងទៅនឹងផ្លែទុរេនទី1នោះគឺផ្លែទុរេននៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមត្រូវបានលើកទឹកចិត្តឲ្យបង្កើតផ្លាកសញ្ញាសម្គាល់ទី2តម្លៃទុរេនថៃនិងវៀតណាមត្រូវបានដាំក្បាលចុះចំណែកឯទី3នោះសមាគមបាយអន្លូងស្នើសុំឲ្យអភិបាលខេត្តជំរុញឲ្យមាន QR code សម្គាល់លើផ្លែទុរេនកំសួលនៃមន្ទិលអំពីប្រភពទុរេនបានជំរុញឲ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ដែលជាសម្បុកចម្ការទុរេនដ៏ពេញនិយមនិងល្បីល្បាញមួយនៅកម្ពុជាបង្កើតផ្លាកសញ្ញាសម្គាល់ពាក់ព័ន្ធនឹងបញ្ហានេះលោកអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមបានផ្ដល់ការណែនាំដល់ប្រជាកសិករនិងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឲ្យរួបរวมគ្នាបង្កើតជាស្លាកសញ្ញានេះឲ្យបានច្បាស់លាស់នៅពេលដែលលោកចុះសំណេះសំណាលនិងពិនិត្យមើលសហគមន៍មួយកន្លែងក្នុងឃុំអរៈត្នោតក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់កាលពីព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2026លោកបានលើកឡើងថាទុរេនស្រុកស្ទឹងត្រង់គឺជាកសិផលដែលមានសក្តានុពលខ្ពស់និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅប៉ុន្តែកន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងតម្លៃទីផ្សារពិតប្រាកដនៅពេលនេះទុរេនជាដំណាំដែលកំពុងតែដាំបាននៅទីតាំងជាច្រើនគណៈដែលពីមុនមកគឺមានតែនៅខេត្តកំពតក្រៅពីកំពតនិងកំពង់ចាមទុរេនត្រូវបានដាំជាចម្ការនៅពោធិ៍សាត់រតនគិរីកោះកុងនិងត្បូងឃ្មុំជាដើមបាទសម្រាប់ព័ត៌មានបន្ទាប់នេះគឺសហគមន៍បាយអន្លូងស្នើសុំឲ្យអភិបាលខេត្តជំរុញឲ្យមាន QR code សម្គាល់លើផ្លែទុរេនក្នុងរយៈពេលប្រហែលថ្ងៃនេះមានការផ្ទុះយ៉ាងខ្លាំងលើបណ្ដាញសង្គមរឿងផ្លែទុរេនដែលឈ្មួញបានទិញចេញពីខេត្តកំពង់ចាមតែតាមពិតឈ្មួញបានសារភាពថាទុរេននាំចូលមកពីប្រទេសថៃទៅវិញដើម្បីជៀសវាងកុំឲ្យមានបញ្ហានឹងការងឿងឆ្ងល់ពីសំណាក់មហាជនឯកឧត្តមអ៊ុនចន្ទាអភិបាលខេត្តរួមនឹងសហការីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនសហគមន៍ទុរេនបាយអន្លូងស្ថិតក្នុងឃុំអរៈត្នោតស្រុកស្ទឹងត្រង់ព្រមទាំងរកវិធីសាស្ត្រដើម្បីឲ្យមានសម្គាល់ QR code នៅលើផ្លែទុរេនសម្គាល់ជារបស់តំបន់នីមួយៗនិងជៀសវាងការខ្លាចបន្លំអ្នកស្រីវ៉ែនសុភ័ណ្ឌអាយុ35ឆ្នាំជាម្ចាស់ចំការទុរេនបាយអន្លូងបានប្រាប់ឲ្យដឹងថាគាត់មានឪពុកម្ដាយជាអ្នកចំការដូច្នេះរបរមួយនេះបានបន្តមកដល់កូនរាល់ថ្ងៃបានដាំទុរេនមានពីរប្រភេទក្នុងនោះមានពូជមូសាំងឃីមនិងម៉ាន់ថងដែលសរុបទាំងអស់ចំនួន300ដើមនៅជុំវិញបរិវេណផ្ទះក្នុងឃុំអរៈត្នោតហើយពូជសាំងឃីមបានផ្ដល់ផលមុនគេដោយរយៈពេល90ថ្ងៃនឹងទុំសម្រាប់តម្លៃលក់គឺ1គីឡូក្រាមបាន25,000រៀលទៅ30,000រៀលហើយម៉ាន់ថងវិញអាចផ្ដល់ផលរយៈពេល120ថ្ងៃឯណោះម្ចាស់ចំការទុរេនរូបនេះបានប្រាប់ឲ្យដឹងថាចំពោះពូជទុរេនសាំងឃីមមានចំនួន17ដើមប៉ុណ្ណោះក្រៅពីនេះគឺប្រភេទម៉ាន់ថងចាប់ពីដើមមកដល់សប្តាហ៍ថ្ងៃនេះគឺមានដើមខ្លះមានអាយុ6ទៅ8ឆ្នាំទាមទារឲ្យមានការថែទាំដិតដល់ណាស់ចំពោះប្រភេទម៉ាន់ថងនៅពេលដែលទុំទិន្នផលក្នុងមួយដើមផ្លែជាង40ទៅ60ផ្លែហើយក្នុងមួយផ្លែមានទម្ងន់2ទៅ3គីឡូក្រាមគាត់មិនបានពិបាករកទីផ្សារនោះទេនៅពេលដែលទុំគឺមានម៉ួយបើករថយន្តមកបេះដល់ចំការតែម្ដងរាល់ថ្ងៃគាត់មិនបានចូលក្នុងសមាជិកសមាគមទុរេនបាយអន្លូងនោះទេដោយសារតែមានចំនួនតិចដើមសម្រាប់ឧត្តមគតិរបស់គាត់គឺមានតែផ្លែទុរេននៅចំការហុចផលសម្រាប់លក់ឲ្យម៉ួយគឺមិនយកផ្លែទុរេនមកពីក្រៅបន្លំដែលធ្វើឲ្យប៉ះពាល់នឹងខូចឈ្មោះនោះទេធ្វើយ៉ាងណាគាត់ប្រឹងរក្សានៅកេរ្តិ៍ឈ្មោះបោះសម្លេងជាមួយនោះគាត់មិនទាន់បានចូលជាសមាជិកទុរេនបាយអន្លូងនៅឡើយព្រោះថាទុរេននៅចំការរបស់គាត់មានចំនួនតិចដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគឺមិនទាន់គ្រប់ចំណែកឯលោកសឹមថាវិរៈប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានមានប្រសាសន៍ថាចំពោះតួលេខចំការទុរេននៅក្នុងខេត្តកំពង់ចាមទាំងមូលមានសរុបប្រមាណប្រហែល1849ហិកតាជាក់ស្ដែងនៅថ្ងៃទី8ខែឧសភាឆ្នាំ2026អាយដាមអ៊ុនចន្ទាអភិបាលខេត្តបានអញ្ជើញចុះជួបជាមួយសហគមន៍ទុរេនបាយអន្លូងដើម្បីដោះស្រាយនិងរកដំណោះស្រាយ
រហូតមកដល់ពេលនេះម្ចាស់ចំការនៅបៃអន្លូងបាននាំគ្នាចូលសហគមន៍ទុរិនបៃអន្លូងបានកើនចំនួន161នាក់ហើយជាមួយនោះសមាជិកម្នាក់ត្រូវតែមានភាពស្មោះត្រង់ហើយខាងអគ្គកសិកម្មសហការជាមួយជំនាញមន្ទីរកសិកម្មខេត្តបានចុះបង្ហាត់បង្រៀនពីបច្ចេកទេសទំនើបក្នុងការដាំដុះទុរេនពេលដែលបានផលគឺมันមានសារជាតិគីមីប៉ះពាល់សុខភាពខណៈពេលដែលប្រទេសជិតខាងយើងទុរេនរបស់គេមានផ្ទុកសារជាតិគីមីផ្ទុកសារជាតិលើសកម្រិតធ្វើឲ្យប្រទេសចិនគេមិនទទួលទិញតាមរយៈក្រុមហ៊ុនឯកជនចិនដែលបានចុះមកដាក់កុងត្រាជាមួយនឹងម្ចាស់ចំការទុរេននៅបៃអន្លូងដោយចំការនីមួយៗខិតខំធ្វើយ៉ាងណាប្រឹងប្រែងដាំដុះតាមលក្ខណៈបច្ចេកទេសដែលក្រុមហ៊ុនចង់បានដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិនឲ្យតែត្រូវស្តង់ដារមានប៉ុន្មានក៏ទិញយកទាំងអស់នោះហើយជាមោទនភាពរបស់កម្ពុជាយើងបាទនេះគឺតាក់ទងទៅនឹងផ្លែទុរេននៅខេត្តកំពង់ចាមយើងបច្ចុប្បន្ននេះកំពុងតែមានទីផ្សារខ្ពស់ហើយបើយើងក៏លេខទៅមើលទីផ្សារទុរេននៅឯប្រទេសថៃនិងវៀតណាមវិញគឺកំពុងតែដាំក្បាលចុះក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះតម្លៃទុរេនថៃបានធ្លាក់ចុះពី3.5ទៅ3.9ដុល្លារក្នុង1គីឡូក្រាមជាហេតុនាំឲ្យតម្លៃទុរេនថៃឥឡូវមានតម្លៃត្រឹមតែ2.9ទៅ3.1ដុល្លារប៉ុណ្ណោះនៅក្នុង1គីឡូក្រាមនេះបើតាមសេចក្តីរាយការណ៍របស់កាសែតវៀតណាម VN Express ការធ្លាក់ចុះនេះបានបន្តសម្ពាធដល់ទុរេនវៀតណាមឲ្យធ្លាក់ចុះដែរពលគឺធ្លាក់ចុះនៅក្នុងរង្វង់ពី1.4ដុល្លារទៅ1.6ដុល្លារនៅក្នុង1គីឡូក្រាមលោកខៀនថេហាងបានលក់ទុរេនចល័តទៅកាន់វិថីប្រទេសវៀតណាមបានអះអាងថាតម្លៃទុរេនបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមរដូវកាលហើយយើងកំពុងតែបារម្ភថាវានឹងកាន់តែធ្លាក់ថែមទៀតនៅពេលខាងមុខប្រភពដដាលបានបន្តទៀតថានៅពេលនេះទាំងថៃទាំងវៀតណាមសុទ្ធតែមានទីផ្សារទុរេនធំនៅចិនដូចគ្នាដូច្នេះទីផ្សារអាចចាល់ហើយដូច្នេះវាអាចប្រឈមមុខនឹងអ្នកជួលថ្មីពីម៉ាឡេស៊ីដែលកំពុងតែមានសក្តានុពលរឿងទុរេននៅពេលនេះនៅកម្ពុជាវាកំពុងតែរសើបក្រោយផ្ទុះករណីលួចនាំចូលទុរេនពីប្រទេសថៃចំនួន2តោនអ្នកដែលកំពុងប្រកបមុខរបរនេះម្នាក់បានអះអាងថាជាទូទៅទុរេនថៃនិងវៀតណាមនេះពាក់ព័ន្ធគួរសមនឹងទីផ្សារទុរេននៅកម្ពុជាគណៈដែលពលរដ្ឋកម្ពុជាចូលចិត្តហូបទុរេនតែចំការដែលអាចប្រមូលផលនៅមានកម្រិតលោកបានបន្តថាកាលណាទីផ្សារនៅទីនោះជន់វាអាចរកច្រកលំហូរចេញប៉ុន្តែសម្រាប់ពេលនេះបញ្ហាគឺជាក្តីបារម្ភអំពីគុណភាពទុរេនដោយសារតែពលរដ្ឋបារម្ភរឿងសំណល់គីមីកសិកម្មនៅក្នុងទុរេនហើយនឹងបំរាមនាំចូលពីថៃ